សួស្តីអ្នកនរគ្នាដែលមានការ request ឲ្យនិយាយពីសូរ្យខ្សាញមួយប្រចាំខែទៅខ្ញុំក៏និយាយតាមសូរ្យខ្សាញមានចំនួន3មានដូចជា Libra Aquarius ហើយនឹង Gemini ហើយ Gemini ហ្នឹងហើយនៅ Aquarius ហើយនឹង Libra ហ្នឹងស្ថិតនៅក្នុងធាតុខ្យល់ទាំង3ជាខ្ញុំ check មើលថានៅក្នុងធាតុខ្យល់ទាំង3នៅក្នុងខែមេសាហ្នឹងនឹងមានរឿងអីកើតឡើងខ្ញុំសាក់បៀសិនណាអូអ្នកទាំងអស់គ្នា Tens of Cups អ្នកទាំងអស់គ្នាអញ្ចឹងតារានគរធាតុ3ហ្នឹងតាក់ទងជាមួយនឹង Mainly ហ្មងគឺតាក់ទងជាមួយនឹងស្នេហាហ្មងអ្នកទាំងអស់គ្នាខ្ញុំគិតថាអាចតារានគរទាំង3ហ្នឹងណានឹងជួបគេហៅថាដល់គូវិញអញ្ចឹងណាព្រោះដោយសារតែអានេះ represent ដូចថាអ្នកទាំងអស់គ្នាដូចថាមានប្រុសស្រីគាត់ស្រឡាញ់គ្នាអញ្ចឹងទៅគាត់មានកូនមានអីអញ្ចឹងហើយដើរលេងនៅលើវាលស្រែមួយដោយគេហៅថាសុខដុមរមនាអីអញ្ចឹងអារម្មណ៍ផ្លូវចិត្តស្រស់ថ្លាអញ្ចឹងអាចនឹងពលឺនៃសេចក្តីស្នេហាថ្មីចូលមកសម្រាប់តារានិគរ3អ្នកហ្នឹងអញ្ចឹងណាហើយបន្ទាប់មកអាចនឹងមានរឿងអីទៀតអីយ៉ាបើក្បាលមកភ្លាមមានស្នេហាថ្មីជួបរឿងល្អៗហ្មងណាអូ Nine of Cups អ្នកទាំងអស់គ្នាអូតារានេះក៏ទាំង3ហ្នឹងស្ថិតនៅក្នុងខែ4ហ្នឹងគឺរឿងល្អមែនអ្នកទាំងអស់គ្នាមានជំរឿអីរើសច្រើនណាស់ខ្ញុំគិតថាជាជំរឿទាំងអស់ហ្នឹងតាក់ទងជាមួយនឹងការងារផងការរកស៊ីផងឬក៏តាក់ទងជាមួយនឹងលុយកាក់អីអញ្ចឹងហើយនឹងបើសិនអ្នកទាំងអស់គ្នាកំពុងតែពិបាកចិត្តក្នុងការជ្រើសរើសគូសកលឬក៏មនុស្សជាប់ក្នុងជីវិតណាអ្នកទាំងអស់គ្នាពិបាកចិត្តដោយសារតែមានជំរឿល្អៗមកច្រើនពេកអញ្ចឹងអ្នកទាំងអស់គ្នាអូយល្អខ្លាំងមែនទែនសម្រាប់តារានគរ3អ្នកហ្នឹងអូយល្អនេះតើបន្ទាប់ពីពិបាកចិត្តនៅក្នុងការជ្រើសរើសរបស់ល្អហើយនឹងមានរឿងអីទៀតទៅហើយអស់ផាន់តខនអ្នកទាំងអស់គ្នាអូយកាត់មកលើកហ្នឹងគឺល្អខ្លាំងមែនទែនខ្ញុំគិតថាតារានិក3ហ្នឹងបើសិនជាបងអូនដែលមានធាតុក្នុងតារានិកទាំង3ដូចជា Aquarius Libra ហើយនិង Gemini គេហៅថាធាតុខ្យល់ណាក្នុងខែ4ហ្នឹងនឹងជួបរឿងដែលល្អទៀតឯងវិជ្ជមានទៀតឯងអ្នកទាំងអស់គ្នាខ្ញុំមិនចេះតែបើកកាតមកគិតថាវិជ្ជមានបើកកាតចេះតែបើកកាតឲ្យអ្នកទាំងអស់គ្នាស្រឡាញ់អីអត់ទេណាអ្នកទាំងអស់គ្នាខ្ញុំបើកកាតតាមអីខ្ញុំឆែកភ្លាមតែម្ដងហើយមើលទៅទាំង3ធាតុហ្នឹងគឺល្អអ្នកទាំងអស់គ្នាភាគច្រើនមកតាក់ទងជាមួយនឹងគូហើយនឹងលុយកាក់ហ្មងណាអ្នកទាំងអស់គ្នាគិតមើលនេះបាន Night of Wands ទេនេះមើលទៅសារហ្នឹងតាក់ទងជាមួយនឹងបងស្ត្រីឬអូនស្ត្រីច្រើនណាស់ថាមានវីរៈបរិយាជីសេសមកជួយទំនុកបំរុងហើយស្រឡាញ់យើងអីចឹងហើយអ្នកទាំងអស់គ្នាចាំថាក្នុងខែ4ហ្នឹងជួបស្នេហាហ្មងមិនថាស្នេហាថ្មីឬក៏មនុស្សដែលយើងកំពុងសាបគប់ហ្នឹងគឺជាមនុស្សល្អសម្រាប់យើងអញ្ចឹងហើយមើលទៅរូបរាងអីផុសគេចេញមកនេះគឺល្អហ្មងអ្នកទាំងអស់គ្នាគឺស្អាតបាតក្មេងអត់ចាស់អ្នកទាំងអស់គ្នាហើយសំខាន់ស្រឡាញ់មើលថែយើងទៀតអញ្ចឹងអូយល្អអ្នកទាំងអស់គ្នាល្អហ្មងការនឹងល្អមែនតើហើយចូលសម្រាប់តាក់ទងជាមួយនឹង Guardian Angel មានរឿងអីកើតឡើងខ្ញុំសាប់សិនអូជុំហ៎តាក់ទងជាមួយនឹង peace peaceគេថា calm your thought and move your awareness to a peaceful space inside your heart. Feel the ebb and flow of love, the eternal movement of the stars. Your life is forever unfolding to greater spirit of love. Relax and do not worry about anything, for all is well. You will soon enter a time of well-earned peace and tranquility. អ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង peace ហ្នឹងមើលទៅអ្នកទាំងអស់គ្នាអាចនឹងជួបសន្តិភាពផ្លូវចិត្តច្រើនជួបរឿងល្អៗច្រើនហើយសន្តិភាពផ្លូវចិត្តច្រើនហើយនិយាយថាមើលទៅអ្នកទាំងអស់គ្នាពុកពេញគេហៅភីងនៅក្នុងខែ4ហ្នឹងហ្មងគឺល្អមែនតើហ្មងណាអូសម្រាប់តារានគរ3ហ្នឹងគឺល្អមែនធាតុខ្យល់ណាអូអញ្ចឹងអាចទាំងអ្នកទាំងអស់គ្នាជួបគូពេលចូលឆ្នាំខ្មែរអញ្ចឹងពេលទៅចូលឆ្នាំខ្មែរហ្នឹងកំណើទាំងអីចេញក្រៅដើរលេងប៉ាម្សៅលេងទឹកលេងអីទៅគេលោកបានជួបគូល្អអញ្ចឹងណាអញ្ចឹងសារសម្រាប់ថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ